រំលងបានរំលងទៅកោះមួយនេះស្អាតវាស្អាតដែរប៉ុន្តែខាតលុយស្អុយឃ្លៀកចំណាយពេលយូរនិយាយទៅវេទនាមកហើយគ្មានអីធ្វើក្រៅពីថតរូបទេប៉ុន្តែថតមកកន្លែងបានតែ5នាទីទៀតតិចសម័យថាទៅអង្គុយលើឆ្នេរផឹកទឹកដូងស្ដាប់សលេងសមុទ្រអីចង់គឺខុសពីការរំពឹងទុកទាំងអស់យប់មិញគេបានតែ2ម៉ោងទេត្រូវងើបពីព្រលឹមដើម្បីឡើងទុកទៅកោះមួយទៀតចង់រៀងងុយគេងទីគេតដាក់កាហ្វេនេះនៅកំពង់ផែហ្មងខ្ទង់10000លុយខ្មែរវាអត់ឆ្ងាញ់ណាស់ទេប៉ុន្តែមកផឹកបានហើយក៏នឹកឃើញយកអាប្រូតេអ៊ីនដែលទិញហ្នឹងយកមកញ៉ាំតែមួយម៉ាត់មកឆ្ងាញ់មកគេឈ្ងុយមួយឆាទៅពេលថែម2ម៉ាត់ក៏ពុលមកបណ្ដោយខ្ជិះចោលទាំងអស់បាលីជាកោះធំមួយហើយនូសាផានីដានេះគឺជាកោះមួយទៀតនៅជិតបាលីហ្នឹងអញ្ចឹងយើងត្រូវធ្វើដំណើរមកតង់ទៀតដូចយើងឡើងទៅកោះរ៉ុងអញ្ចឹងសបុតម្នាក់ខ្ទង់$36គេបូកថ្លៃទូហើយពេលទៅដល់កោះមានអ្នកចាំទទួលយើងឡើងឡានដើម្បីជិះទៅដើរលេងកន្លែងគេល្បីៗដោយសារមិនដល់ផែភ្លាមដល់កន្លែងគេល្បីភ្លាមទេត្រូវជិះឆ្ងាយយូរម៉ោងទៀតគាត់តែពួកខ្ញុំចំណាយជិះលើទូកពីបាលីមកនេះ1ម៉ោងពេលរៀបចេញមកហ្នឹងមេឃយ៉ាងសតុំចង់ភ័យខ្លាចថោកស្អាតដល់ពេលមកដល់កោះនេះភ្លាមគឺក្តៅចង់ឆេះក្បាលតែខ្ញុំប្រាប់ឲ្យហើយផ្លូវនៅនេះពិបាកជាងនៅបាលីទៀតដោយសារវាយ៉ាងចោតកោងទូចហើយផ្លូវខ្លះលាក់ខ្លាំងចំណុចទី1ហ្នឹងចំណាយពេលប្រហែលជាកន្លះម៉ោងពីកំពង់ផែបានដល់ហើយកន្លែងទី1នេះគឺកន្លែងដែលល្បីជាងគេនឹងឯងគេហៅថា Clinking Beach សួរខ្ញុំថាស្អាតអត់វាស្អាតតែប៉ុណ្្នឹងឯងគឺមានតែប៉ុណ្្នឹងហើយមើលមនុស្សដំឡងជួសនេះថតគឺច្រើនដូចស្មោចហ្មងសំខាន់ពួកខ្ញុំទៅនឹងមានធួទៀតអញ្ចឹងធួគាត់ជួយកាងគាត់រកកន្លែងឲ្យថតអញ្ចឹងពួកហ្នឹងគាត់ជួយដេញគេចេញឲ្យពួកខ្ញុំបានថតប៉ុន្តែម្នាក់មានពេលប្រហែលតែ2នាទីទេគេដេញយើងចេញហើយដោយសារអ្នកផ្សេងគេចាំថតដែរអញ្ចឹងខ្ញុំនេះមើល TikTok review ទៅខ្ញុំឃើញគេចុះទៅក្រោមខ្ញុំស្មានតែបានចុះដែរហើយចុងក្រោយគឺអត់ទេហើយថតនៅអត់ឃើញទៀតទាំងអស់នេះ screen ល្ងឹតឆឹងអញ្ចឹងចុចយកហ្មងហើយពូធួគាត់ខំជីលើគ្នាថតឲ្យពួកខ្ញុំជុំគ្នាតែអ្នកចេញមករុងអញ្ចឹងឯងតែបន្ទោះគាត់អត់បានទេ screen ទូរស័ព្ទគឺមើលអត់ឃើញហ្មងវាក្តៅខ្លាំងពេកហើយហុកថតម្នាក់ឯងហ្នឹងក៏អត់សូវស្អាតដែរមួយចេញមកវិញមុខជូរបដ តែដូចជាគេកំពុងតែសង់ចដាននេះឲ្យស្រួលចុះអញ្ចឹងអ្នកទៅតាមក្រោយឯងនឹងស្រួលហើយខ្ញុំមើលទៅក្រោមទៅដូចអត់ឃើញមនុស្សអីមួយនៅឆ្នេរនឹងបណ្ដោយដូចខ្ញុំនិយាយចឹងអត់មានទៅឈៀ relax អីទេទៅដល់ពឹបមនុស្សច្រើនថតរូបហើយចេញមកវិញបណ្ដោយទោះយើងចង់ឈរមើល relax មិនក៏ខ្ញុំអត់មានឃើញកន្លែង relax ដែរនៅលើកោះហ្នឹងមានឆ្នេរ3កន្លែងល្បីៗហើយវាឆ្ងាយពីគ្នាអញ្ចឹងត្រូវបញ្ញាប់ធួ36ហ្នឹងក៏គេបូកជាមួយនឹង3ថ្ងៃដែរខ្ញុំទៅមកទៅនោះអត់មានអីក្រៅពីបាយឆាមីឆាជាមួយនឹងសាតេហ្នឹងទេចំពោះអ្នកដែលគេទៅកោះហ្នឹងខ្លួនឯងអាចនឹងមានបបពិសោធន៍ផ្សេងអានេះខ្ញុំរៀបរាប់បបពិសោធន៍ខ្ញុំទៅជាមួយនឹងធួដែលទិញនៅហ្នឹងទេតែធួហ្នឹងទៅតែជាមួយគ្នាខ្ញុំហ្នឹងទេអត់មានបូកជាមួយនឹងភ្ញៀវផ្សេងទេពីកន្លែងញ៉ាំបាយទៅកន្លែងទី2នេះចំណាយពេល1ម៉ោងទៀតកន្លែងនេះឈ្មោះថា Angel Billabong ហើយមនុស្សច្រើនដូចគ្នាអានេះខ្ញុំនិយាយថងហ្មងគឺខ្ញុំមើលទៅទឹកវាស្អាតទេទាំងអស់គ្នាប៉ុន្តែវាអត់មានអីគួរឲ្យអស់ចាវវ៉ៅតែនិយាយពីថាភ្ញៀវច្រើននោះច្រើនហើយខ្ញុំទៅចង់ថ្ងៃប្រហោះទៀតមិនមែនសៅរ៍អាទិត្យទេសំខាន់ពួកខ្ញុំទៅបាលីហ្នឹងខ្ញុំគុំទៅនូសាផានីដាហ្នឹងជាងគេអាកោះមួយហ្នឹងនិយាយពីថា plan មិន plan ទៅដឹងតែចំណាយពេលមួយថ្ងៃនៅលើកោះហ្នឹងដាច់ខាតត្រូវទៅហើយទុកកោះហ្នឹងនៅថ្ងៃចុងក្រោយគេនៅបាលីហ្នឹងមកដើម្បីយើង build excitement ថ្ងៃចុងក្រោយដើរលេងឲ្យអស់អញ្ចឹងតែមកញ៉ៃមែនស្កកខកចិត្តខ្លាំងអានេះខ្ញុំទៅជាមួយគ្នាឯងក្មេងៗផងអ្នកដែលមានដៃមានជើងដើរលឿនតែបើទាំងអស់គ្នានាំអ្នកផ្ទះទៅមនុស្សចាស់មានក្មេងមានអីប្រយ័ត្នគាត់ជេរប្រាប់ឲ្យហើយគឺដើរយកតែមែនតើណាដើរច្រើនហើយក្តៅខ្លាំងហើយនេះកន្លែងគេល្បីមួយទៀតហើយដូចគ្នាញ៉ោឲ្យឃើញមនុស្សនៅលើឆ្នេរនៅក្រោមហ្នឹងទេភាគច្រើនគេទៅថតរូបពីលើហ្នឹងឯងហើយមានតែប្លង់នេះទេស្អាតដែលថតឃើញប្រហោងថ្មហ្នឹងហើយដើម្បីថតប្លង់ហ្នឹងបានណាត្រូវតែមានអ្នកឈរលើនេះហើយកន្លែងហ្នឹងពេលច្រើនគេមានម្ចាស់មានអីឲ្យតែទាំងអស់គ្នាទៅឈរនៅម្ដុំហ្នឹងគេដេញចេញហើយតតែគេដើរចេញទៅបាត់បានពួកខ្ញុំលួចទៅថតនិយាយពីថាគ្រាន់តែថតរូបក៏វេទនាដែរពួកខ្ញុំអត់បានទៅកន្លែងទី3ដែលគេល្បីដូចគ្នាហ្នឹងទេ Diamond Beach ដែលសារខាត់ពេកហើយនេះទស្សនវិជ្ជាឡើងទូកវិញទាំងអស់គ្នាស្អុយក្លៀកខ្លាំងមនុស្សច្រើនមកជុំឯងងុំអាអ្នកហុញគ្នាហ្នឹងហ្មងទៅងើបតាំងម៉ោង4ម៉ោង5ភ្លឺហ្នឹងអត់បានអីទេហុកស្អាតប្រហែលជា10ប៉ុស្តិ៍ហើយ TikTok មកវីដេអូណាគេចង់ស្គាល់ជាតិអីអាចទៅបានណាពេលទៅដល់បាលីវិញគឺពួកខ្ញុំញ៉ាំ hot pot ដោយសារខាន hot pot យូរហើយតែ hot pot នេះមកយប់មុនឡើងយន្តហោះហើយម្នាក់ពាក់សិតអាវសទៅញ៉ាំ